Yummy yummy ថ្ងៃនេះមកជួបគ្នាជាមួយនឹងនេតិស្រក់ទឹកមាត់ហូបដែលខ្ញុំកំពុងបង្ហាញបងប្អូននេះគឺជាកាពឹសលោតនិយាយថាកាពឹសគឺលោតផ្លុកស្រស់ចឹងមកគឺគេមានកែវមួយឲ្យយើងចាក់គ្រឿងចាក់អីចូលរួចរាល់អស់ហើយគឺយើងក្លុកឲ្យសព្វចឹងមកក្នុងកាពឹសហ្នឹងគឺគេមានលាយជាខ្ទឹមជាអីរួចរាល់នៅក្នុងហ្នឹងយើងគ្រាន់តែចាក់គ្រឿងចូលហើយយើងក្លុកឲ្យសព្វយើងអាចចាក់ដាក់ចានហើយញ៉ាំបានមកបងប្អូនអាចមើលបាននេះគឺកាពឹសលោតរបស់យើងគឺរួចរាល់ហើយអាចចាប់តាមញ៉ាំបានទៅរបស់ឆៅចឹងគឺថា best favorite របស់ចេអ៊ីវ៉ាម្ដងគឺខ្ញុំមិនដែលដឹងថាគេលក់កាពឹសលោតហ្នឹងនៅណាទៅថ្ងៃហ្នឹងចេញពីហាង scroll Facebook ហៅកន្លែងញ៉ាំអីតែឃើញកាពឹសលោតហ្នឹងជិះមកអត់មានបង្អង់រងចាំស្អែកអីទេចាគឺមកទាំងយប់នឹងភ្លាមបើថាមកមុខនេះវិញក្តាមជ្រក់ពងនិយាយពីថាជាតិហើយខ្ទិះសាហាវហើយបើថាម្ទេសវិញនិយាយពីថាឡងកប់ហ្មងនិយាយថាចេអ៊ីវ៉ាបកកែរឿងម្ទេសហ្នឹងហ្មងសុំខ្លាចខ្លួនឯងហ្មងពេលខ្លាចក្តាមជ្រក់ពងនេះខ្ញុំហៅសាយអេហេណាអ្នកទាំងអស់គ្នាតែក៏មើលនិយាយថាពងអូឡងណែនស្នូកហ្មងចូលចិត្តញ៉ាំដាក់ច្បល់មួយបាយតិចចឹងមកដាក់ទឹកត្រីតិចមកគឺថាជាតិសាហាវហ្មងហើយនឹងទៅញ៉ាំពេលម្សិលមិញហើយណាថ្ងៃហ្នឹងមកញ៉ាំទៀតឲ្យតែកន្លែងណាមានលក់ក្តាមជ្រក់ពងហ្នឹងគឺចូលទៅអត់ដែរម្លងថ្ងៃមុខម្ហូបហ្នឹងគឺត្រូវតែហៅហើយឃើញមកមួយប្តីពីរនាក់ចឹងណាតិចថាប្តីចេះញ៉ាំតុកនឹងហៅគឺញ៉ាំតែឯងប្តីគាត់ឃើញចេអ៊ីវ៉ាហូបតំណងពេកក៏ចាប់ចង្កឹះញ៉ាំមួយម៉ាត់នឹងឯងញ៉ាំហើយអង្គុយគឺវិក្បាលតាធំទៅប្តីធ្វើម៉េចបើប្រពន្ធយើងចូលចិត្តញ៉ាំរបស់ហិលចឹងបានកោះស្ទីងក្រហមមកកំប៉ុងដាក់ទឹកកកជាក់ចឹងមកថារសជាតិនេះកើនឡើងទ្វេមួយកម្រិតឥឡូវខ្ញុំមកហែកញ៉ាំជាមួយនឹងសាច់ក្តាមបងប្អូនណានិយាយពីថាស្នូកទៅណាសិតតពងពេលអាកន្លែងខ្លួនក្តាមនេះក៏សិតតពងសាច់វិញនិយាយពីថាណែនឆ្ងាញ់មែនតើនិយាយទៅមកហូបកន្លែងគាត់គឺស្រស់ហើយរសជាតិគឺឆ្ងាញ់សំខាន់គឺទឹកត្រីរបស់គាត់ធ្វើមកគឺជូរជ្រះល្អនិយាយទៅខ្ញុំហ៊ាននិយាយថាឆ្ងាញ់ជាងកន្លែងដែលខ្ញុំធ្លាប់ញ៉ាំហូតដល់បងប្អូនមើលតែចេអ៊ីវ៉ាញ៉ាំទៅដឹងហើយនេះដៃក្តាមជើងក្តាមអីគឺសាច់ឡើងណែនកន្លែងតាគៀបក្តាមអីគឺគាត់ដំបំបែកឲ្យយើងរួចស្រេចយើងអត់ចាំបាច់បាក់ខាំឬក៏យកតាគៀបមកគៀបបំបែកថែមនិយាយពីឆ្ងល់មើលវីដេអូខ្លួនឯងឡើងវិញឃើញម្ទេសឡើងសៀវហើយចូលពេលញ៉ាំនេះឆ្ងាញ់មិនអត់មានហិលអីសោះអញ្ចឹងប៉ុន្តែគុំនិយាយយប់ឡើងមកវិញដៃឡើងកាហាដោយសារតែដៃយើងកាន់ម្ទេសហ៎បងប្អូនតែអត់មានអារម្មណ៍ថាកាហាយពុះឬក៏កាហាយមាត់អីទេនិយាយពីថាអើយកោតខ្លួនឯងតែពីមុនពេលដែលខ្ញុំញ៉ាំហិលអញ្ចឹងត្រឡប់មកផ្ទះវិញថ្ងៃទី2បាយគ្រាប់3គ្រាប់មីស៊ីលអីដឹងតែឡើងពេញមុខអស់ហើយបងប្អូនអើយគឺឡើងមុនរ៉ូលខ្ទុះពេញហ្នឹងហ្មងដោយសារតែស្បែកមុខខ្ញុំជាប្រភេទស្បែកមុខដែលរៀងខ្សោយអញ្ចឹងឲ្យតែញ៉ាំអីស្រួលគឺឡើងចំហាយក្តៅឡើងរ៉ូលឡើងខ្ទុះពេញមុខហ្មងប៉ុន្តែឥឡូវគឺខ្ញុំមានអាវុធសម្ងាត់ឈុតសេរ៉ូមភ្លុះ Glow Skin Dark Spot របស់ brand Eva មួយនេះតែយើងលាបជាប្រចាំទៅគឺឃើញស្បែកមុខរបស់យើងឡើងសភ្លឺថ្លាតឹងណែនមាត់រលោងហើយបកកែខ្លាំងមែនទែនទៅលើស្បែកមុខអ្នកដែលខ្សោយឆាប់ឡើងមុនរ៉ូលអាឡែស៊ីស្ដាងទៅសៃក្រហមឬក៏មុខខ្មៅស្អាប់ឡើងជាប់ឡើងអាចរុយផ្សេងបកកែមែនទែនពុះមុខខ្ញុំហ្នឹងហើយដែលបញ្ហាទាំងអស់ខ្ញុំប្រើផ្ទាល់ខ្លួនឯងហើយឃើញថាមានប្រសិទ្ធភាពល្អពិតមែនបើសិនបងប្អូនចូលចិត្តញ៉ាំរបស់ជាលក្ខណៈឈក់ឬក៏ត្រាំអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនមកញ៉ាំកន្លែងគាត់គឺឆ្ងាញ់និយាយទៅស្រស់ហើយឆ្ងាញ់មែនទែនហាងគាត់ដូចជាឈ្មោះហាង The Street Cambodia ដូចជាមានច្រើនសាខាដែរបងប្អូនអាច search Google បានរសជាតិហាងគាត់ញ៉ាំមកគឺជូរដិតឆ្ងាញ់ហ្មងតោះមកដាក់ sting មកក្អឹកសិនចាំយើងចូលទៅម្ហូបទី3ចានេះគឺ oyster នេះគាត់ហៅថាជា oyster ជប៉ុនតែ oyster ជប៉ុនគេធំណាអ្នកទាំងអស់គ្នាមួយប៉ុនបាតដៃអីហើយនៅកន្លែងគាត់មានអាំងខ្ទឹមសមានអាំងឈីសមានស្រស់មានអីចឹងបច្ចេអ៊ីវ៉ាវិញចូលចិត្តទាំងអស់ចឹងកុំឲ្យពិបាកសម្រាប់ចិត្តក្នុងមួយឈុតហ្នឹងឲ្យគេធ្វើ3មុខមកមានជាអាំងឈីសមានជាអាំងខ្ទឹមសហើយក៏មានជាឆៅទៀតចឹងដំបូងគឺខ្ញុំមកភ្លក់ជាមួយនឹង oyster អាំងខ្ទឹមសអូនិយាយពីថា oyster គេនឹងធំយកតែមែនតែនមក oyster ធ្លាប់ញ៉ាំរដងយ៉ាងច្រើនណាស់មួយម៉ាត់អស់ហើយតែ oyster នេះលេងញ៉ាំតតែ2ម៉ាត់ឡើងណែនមាត់ហ្មងហើយបើមួយនេះវិញជា oyster អាំងឈីសតែ oyster អាំងឈីសគាត់ក៏ឆ្ងាញ់ដែរបងប្អូនខ្ញុំឃើញកន្លែងភាគច្រើនបើគាត់ធ្វើ oyster អាំងខ្ទឹមសឆ្ងាញ់គឺគាត់ធ្វើ oyster អាំងឈីសអត់សូវឆ្ងាញ់ទេប៉ុន្តែនៅកន្លែងគាត់នេះបើសួរខ្ញុំថាមួយណាឆ្ងាញ់ជាងខ្ញុំថាឆ្ងាញ់ទាំងពីរនិយាយទៅម្ហូបមកតុកយប់ហ្នឹងគឺថាឆ្ងាញ់អត់មានមួយណាចាញ់មួយណាទេអញ្ចឹងកន្លែងគាត់ក៏មានលក់ម្ហូបចម្អិនផ្សេងៗទៀតដែរភាសាល្បងបានណា